ប្រសិនបើរបបត្រកូលហ៊ុនចង់កំចាត់ scam online ឲ្យអស់ពីប្រទេសកម្ពុជាហើយមិនចង់ឲ្យកម្ពុជាត្រូវបានអន្តរជាតិគេហៅឈ្មោះថាជា scam Cambodia របបឲ្យកូនត្រកូលហ៊ុនត្រូវតែកំចាត់មេ scam online ធំនៅក្នុងប្រទេសកម្ពុជាជាមុនមេ scam online ធំនោះមានដូចជាលោកហ៊ុនតូដែលជាក្មួយប្រុសបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែននិងលោកកុកអានដែលសហរដ្ឋអាមេរិកកំពុងតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដូចជាមន្ត្រីគណៈបកប្រជាជនកម្ពុជាច្រើនទៀតមានដូចជាលោកសសុខាលោកគួចចម្រើនលោកឡុងឌីម៉ងលោកណេតសាវឿនរួមជាមួយនឹងមន្ត្រីគណៈបកប្រជាជនកម្ពុជាក្រាក់ធំទៀតចំនួន28រូបដែលសហរដ្ឋអាមេរិកក៏ដូចជារបាយការណ៍ពិភពលោកគេបានរកឃើញថាសុទ្ធសឹងតែជាមេអ ுக ្រិតជនធំនៅពីខាងក្រោយខ្នងនៃពួក scam online ទង្វើបង្ក្រាប scam online នេះគ្រាន់តែជារឿងតូចតាចបំផុតដែលបង្ហាញថាលោកហ៊ុនម៉ាណែតពិតជាមានឆន្ទៈក្នុងការបង្ក្រាបក៏ប៉ុន្តែវាមិនមែនជារឿងពិតឡើយបើចង់បង្ក្រាប scam online ឲ្យអស់ពីប្រទេសកម្ពុជាត្រូវតែកម្ចាត់មេដឹកនាំនៅក្នុងប្រទេសកម្ពុជាគឺរបបឲ្យកូនត្រកូលហ៊ុននោះទើបអាចកម្ចាត់ scam online អស់ពីកម្ពុជាបានបាទយ៉ាងម៉េចពុកម៉ែបងប្អូនទាំងអស់គ្នាយើងឃើញហើយថាគ្មានមេដឹកនាំណាកំសាក់កំសោយដោយអូកូនត្រកូលហ៊ុននេះទេបងប្អូនឃើញទេតាមរយៈលោកប្រាក់សុខុនទៅជួបភិក្ខីខាងសៀមបានជជែកគ្នារកដំណោះស្រាយនិងដោះស្រាយដោយសន្តិវិធីដើម្បីសន្តិភាពយូរអង្វែងអញ្ចឹងមានន័យថាម៉េចបងប្អូនទាំងអស់គ្នារឿងអយុត្តិធម៌ទាំងប៉ុន្មានដែលសៀមបានធ្វើមកលើកម្ពុជាត្រូវរលាយសាបសូន្យទាំងអស់ព្រោះគេអត់ប្តឹងទេរដ្ឋាភិបាលឪពុកកូនត្រកូលហ៊ុននេះដាច់ខាតគឺមិនហ៊ានប្តឹងទេព្រោះខ្លាចសៀមវាយដល់ទួលកសាំងព្រោះខ្លាចសៀមទម្លាក់របបឪពុកកូនត្រកូលហ៊ុនពីអំណាចអញ្ចឹងសុកចិត្តព្រមធ្វើតាមសៀមទាំងអស់ការដែលយល់ព្រមដោះស្រាយដោយសន្តិវិធីដោយមានសន្តិភាពយូរអង្វែងនេះណាគឺព្រមតាមសៀមទាំងអស់ទឹកដីដែល69ទីតាំងដែលសៀមកំពុងតែគ្រប់គ្រងប្រាសាទតាកបីប្រាសាទខ្នាប្រាសាទតមន់ធំដែលជាបេតិកភណ្ឌពិភពលោកគេទទួលស្គាល់ត្រូវបកលឲ្យទៅសៀមទាំងអស់ហើយសៀមចូលមកបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរទាំងអយុត្តិធម៌គឺគ្មានយុត្តិធម៌ជូនពួកគាត់ទៀតអត់អាចរកដំណោះស្រាយបានទេវីរៈកងទ័ពស្លាប់រាប់រយនាក់គឺគ្មានយុត្តិធម៌ជូនពួកគាត់ទេអញ្ចឹងបានន័យថាវីរៈកងទ័ពដែលខំពលីឈាមស្រស់បូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារព្រំដែនការពារទឹកដីវាស្មើនឹងការពលីរបស់គាត់អាយុជីវិតគាត់មិនស្មើអាយុជីវិតសត្វធាតផងបងប្អូនទាំងអស់គ្នាដោយសារតែមេដឹកនាំរបបអូកូនត្រកូលហ៊ុនគ្មានដំណោះស្រាយដើម្បីរកយុត្តិធម៌ជូនពួកគាត់ទេព្រោះគេដោះស្រាយដោយសន្តិវិធីហើយជ្រើសយកសន្តិភាពយូរអង្វែងបានន័យថាគេយល់ព្រមព្រៀងគ្នាអស់ហើយអញ្ចឹងការស្លាប់ទាំងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងការស្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស៊ីវិលទាំងការសម្លាប់ទាហានខ្មែររាប់រយរាប់ពាន់នាក់គឺគ្មានតម្លៃអ្វីសោះអញ្ចឹងបានហ៊ុនសែនបញ្ជាក់ថារឿងទាំងអស់គឺមិនស្មើនឹងរបួសកូនដៃរបស់លោកហ៊ុនសែនឈឺចាប់ទេពុកម៉ែបងប្អូនទាំងអស់គ្នាបើបងប្អូនណាមានចិត្តមានឧត្តមគតិស្រឡាញ់ជាតិបងប្អូនគួរតែចេះឈឺចាប់នៅអ្វីដែលរបបអូកូនត្រកូលហ៊ុនកំពុងតែធ្វើបាទ